គ្រាន់តែឃើញក៏មានអារម្មណ៍ថាឆ្ងាញ់ដែរបងប្អូនថ្ងៃនេះគឺជាថ្ងៃពិសេសនៅក្នុងការជួបជុំគ្នាធ្វើម្ហូបញ៉ាំជុំគ្នាអញ្ចឹងណាបងប្អូនមានដូចជាគេហៅថាបុកល្ហុងពងទាកូនមានដូចជាស្អីទៀតបងប្អូននំបញ្ចុកបាទនេះពងទាកូនបងប្អូនណាពងទាកូនបាទអូតំណងបងប្អូនហើយនេះ prepare សម្រាប់ធ្វើបុកល្ហុងអីអញ្ចឹងណាបងប្អូនណាហើយមាននំមានបាច់ផ្កាអូមានមក complete តែម្ដងបងប្អូនជួបជុំគ្នាធ្វើម្ហូបញ៉ាំជុំគ្នាអញ្ចឹងណាបងប្អូនអានេះជ្រក់ធ្វើបុកល្ហុងហើយនឹងក្តាមប្រៃបងប្អូនណានេះកំពុងតែបុកយ៉ាងឆ្ងាញ់តែម្ដងបងប្អូនណានិយាយទៅបងប្អូនយើងអាស៊ីពេលជួបជុំគ្នាគឺយើងញ៉ាំបែបយើងអញ្ចឹងណាបងប្អូននេះដូចជាបុកល្ហុងណាបងប្អូនណាហើយតិចទៀតចាំបង្ហាញអ្នកបុកនិងអ្នកធ្វើនិយាយទៅធ្វើរួមគ្នាបងប្អូនមកជុំគ្នាអញ្ចឹងទៅយើងបុកជុំគ្នាអញ្ចឹងនេះបងប្អូនស្រីខ្ញុំគាត់ពងបុកហើយបងចំនួនមួយពងលាយអញ្ចឹងណាធ្វើអ្នកតិចមកបងប្អូនអញ្ចឹងទៅញ៉ាំបានញ៉ាំជុំគ្នាឆ្ងាញ់មែនតើណាពិសេសគឺមួយឆ្នាំបានជួបជុំគ្នាម្ដងបងប្អូនអញ្ចឹងទៅមានឱកាសធ្វើម្ហូបញ៉ាំជុំគ្នាអញ្ចឹងណាបាទជាពិសេសបុកល្ហុងថ្ងៃនេះហើយនឹងនំបញ្ចុកបូកជាមួយទៅនឹងពងទាកូននិយាយទៅតាមលំដាប់លំដោយយើងអញ្ចឹងណាបងប្អូនណាហើយវីដេអូនេះគឺជាវីដេអូថត B-roll ធ្វើជុំគ្នានេះភរិយាខ្ញុំគាត់ពងលាងបន្លែអញ្ចឹងទៅហើយបងស្រីគាត់ពងបុកធ្វើទឹកនំបញ្ចុកហើយរងគោគេពងមើលអញ្ចឹងណាបងប្អូនបាទឆ្កែស្អាតណាឈ្មោះរងគោបងប្អូនណាចេះណាបាទនាំផ្លូវទៅមួយថ្ងៃហ្នឹងគឺនាំផ្លូវដើររហូតបងប្អូននាំផ្លូវដើរលេងនៅក្នុងព្រៃដើរហាត់ប្រាណអញ្ចឹងណាបងប្អូនហើយនេះសកម្មភាពម្នាក់ហ្នឹងគឺបែងចែកកិច្ចការងាររៀងខ្លួនអញ្ចឹងទៅបងគាត់ចិត្តអញ្ចឹងទៅហើយនោះធ្វើនំបញ្ចុកអញ្ចឹងទៅបងខាងនោះគឺរៀបចំពងទាកូនអញ្ចឹងទៅហើយគ្រួសារខ្ញុំនោះលៀងអីចឹងទៅនិយាយទៅយើងបែងចែកគ្នាធ្វើម្នាក់ម្ដាយមួយជើងអញ្ចឹងណាបងប្អូនតែអ្វីដែលសំខាន់គឺញ៉ាំជុំគ្នាបាទស្បាយរីករាយហើយញ៉ាំនឹងតឹងពោះតែម្ដងក្រោយពីញ៉ាំតឹងពោះហើយគឺយើងដើរលេងតែម្ដងបាទវីដេអូនេះគឺបង្ហាញអំពីការជួបជុំគ្នាបែបលក្ខណៈគ្រួសារអញ្ចឹងណាបងប្អូនដោយសារតែយើងនៅប្រទេសផ្សេងគ្នាអញ្ចឹងងាយបានជួបគ្នាយូរជួបគ្នាម្ដងអញ្ចឹងណាបងប្អូនមានអីបងប្អូនសប្បាយមួយយ៉ាងបែបលក្ខណៈគ្រួសារខ្មែរយើងអញ្ចឹងណាហ្នឹងហើយវីដេអូហ្នឹងគឺមានអីបងប្អូននិយាយរឿងថាញ៉ាំហ្នឹងពាក្យច្រើនណាបងប្អូនយើងជួបជុំគ្នាអាស៊ីយើងមានអីមានញ៉ាំអីជុំគ្នាសប្បាយរីករាយអញ្ចឹងបាទជាពិសេសបានធ្វើម្ហូបជុំគ្នាណាបងប្អូននឹងក៏ជាសកម្មភាពមួយដែរបាទហើយកូនប្រាំងនេះពងមើលថាម្ហូបមានអីគេខ្លះគេធ្លាប់តែញ៉ាំប៉ាត់ធ្លាប់តែញ៉ាំអីស្រួលហើយអញ្ចឹងទៅយើងមានច្រើនមុខបងប្អូនណាឥឡូវមកដល់វគ្គ buffet បងប្អូនបាទនេះប្រាំងពងតែចាត់ការហើយបាទគឺច្រើនគ្រួសារបងប្អូននឹងមកជុំគ្នាដល់អញ្ចឹងទៅញ៉ាំជុំគ្នាអញ្ចឹងទៅបងប្អូនណាគេញ៉ាំអីញ៉ាំទៅគឺយើងដាក់នៅជុំគ្នាអញ្ចឹងទៅហើយគេ test ម្នាក់បន្តិចអញ្ចឹងណាប្រាំងក៏គេភ្លក់ខាងយើងភ្លក់ខាងគេតិចតួចអញ្ចឹងដែរបងប្អូនហ្នឹងហើយ